ដែលយើងបានកំពុងចាក់បន្តសម្រាប់កសាងជាដីតូចទុកសម្រាប់ផ្ដល់ជូនញោមដែលមិនមានលទ្ធភាពក្នុងការចាក់ដីខ្លួនឯងព្រោះនេះមិនមែនតិចទេញោមមិនមែនទាបទេអានេះគ្រាន់តែធ្នឹមរបស់យើងនេះវាជួប3ម៉ែត្រជិត3ម៉ែត្រដែរនេះដែលយើងរៀបពីវីដេអូមុនបានបង្ហាញនេះបើយើងរកពីបាតក្រោមមកវាជិត3ម៉ែត្រហើយឥឡូវនេះយើងឡើងមកចាក់ឲ្យកម្ពស់ហ្នឹងកវ៉ាត់ដែលយើងចាក់ត្រៀមទប់ដីនេះបាទហើយនេះយើងថតពីនេះទៅចង់កម្ពស់ប្រដាប់រុញដីនេះគេហៅអីទេត្រាក់ទ័របាទត្រាក់ទ័រសម្រាប់រុញដីជិតកម្ពស់នេះឡានកង់10មានញោមដូចដែលបានឃើញក្នុងវីដេអូនេះស្រាប់ហើយមួយឡាន100000រៀលញោមណាបាទមួយឡាន100000រៀលសម្រាប់ញាតិញោមដែលមានសិទ្ធិជ្រះថ្លាចង់ចូលរួមឧបត្ថម្ភសម្រាប់វត្តបោះហុយសូមអញ្ជើញចូលរួមតាមសទ្ធាមួយឡានក្តីកន្លះឡានក្តី10000 20000តាមសទ្ធាបាទចា៎ដីដែលយើងបានចាក់ហើយរួចហើយយើងត្រាក់រុញឈូសឆាយបានប៉ុណ្ណេះកម្ពស់នេះយើងគិតទៅប្រហែលជាកម្ពស់1ម៉ែត្រជាង1ម៉ែត្រជាងពីដីចាក់មុនមិនមែនកម្ពស់1ម៉ែត្រទេគឺ1ម៉ែត្រជាងពីកម្ពស់ដីចាក់ក្រោយ15ឡានហើយចាក់នៅទីនេះបាន13ឡានហើយចាក់ផ្លូវ1ឡានសរុបហើយនឹងចាក់ទុកឥឡូវគេចុះ1ឡានទៀតចឹងសរុប3ឡានហើយដីនេះសោតទៀតយើងនឹងចាក់បន្តរហូតទៅដល់មាត់អូដើម្បីទុកជាប្រយោជន៍សម្រាប់ញាតិញោមសាងសង់ជាដីតូចដែលពុំមានលទ្ធភាពដូចដែលអាត្មាបានពោលជម្រាបជូនកន្លងមក